កូនម៉ាក់ប៉ារពឹសខ្លាំងអត់ធ្លាប់ឮចាចាស់និយាយថាបើម៉ាក់ចូលចិត្តញ៉ាំក្តាមពេលទម្ងន់ណាកូនកាត់មករពឹសនៅអត់ស្ងៀមដោយក្តាមវាទៅវាមកអញ្ចឹងតើរឿងនេះពិតអត់ណោះឬគ្រាន់តែជាជំនឿទេតើសកម្មភាពរពឹសរបស់កូនកើតចេញមកពីអ្វីហើយតើអាហារដែលម៉ាក់ញ៉ាំពេលទម្ងន់ហ្នឹងពិតជាជះឥទ្ធិពលទៅលើសកម្មភាពឬចរិតនិស្ស័យរបស់កូនមែនអត់ណោះតោះថ្ងៃនេះយើងមករកចម្លើយជាមួយគ្នាថាតើរឿងហ្នឹងពិតឬអត់នៅក្នុងវប្បធម៌ខ្លះមានជំនឿថាអាហារដែលម្ដាយញ៉ាំពេលទម្ងន់ហ្នឹងនឹងជះឥទ្ធិពលទៅដល់ចរិតនិស្ស័យឬពណ៌សម្បុររបស់កូនដូចជាបើម្ដាយញ៉ាំដូងកូនកើតមកនឹងសព្រោះសាច់ដូងសញ៉ាំកាហ្វេកូនកើតមកនឹងខ្មៅព្រោះកាហ្វេខ្មៅញ៉ាំក្តាមកូនកើតមករពឹសព្រោះក្តាមវាទៅវាមកមិននៅស្ងៀមឡើយដែលការពិតទៅជំនឿនេះគឺមានប្រភពមកពីការប្រៀបធៀបសកម្មភាពរបស់សត្វដែលយើងញ៉ាំឬការប្រៀបធៀបពណ៌របស់ផ្លែឈើឬភេសជ្ជៈដែលយើងញ៉ាំតែប៉ុណ្ណោះឯងតែតាមវិទ្យាសាស្ត្រមិនមានហេតុផលដែលពិសោធន៍ថាអាហារដែលម្ដាយញ៉ាំចូលទៅពេលទម្ងន់ហ្នឹងនឹងជះឥទ្ធិពលដល់សកម្មភាពកូនទេដែលតាមវិទ្យាសាស្ត្រអាចអធិប្បាយពីសកម្មភាពរបស់ក្មេងថាទទួលឥទ្ធិពលពីផ្នែកជាច្រើនដូចជាទី1 Zen បើសិនជាម៉ាក់ប៉ាជាមនុស្សដែលមិនចូលចិត្តនៅស្ងៀមចូលចិត្តធ្វើនេះធ្វើនោះរហូតកូនក៏មានទំនោរទៅលក្ខណៈនឹងដូចគ្នារពឹសនៅមិនស្ងៀមឡើយទី2ការអភិវឌ្ឍខួរក្បាលនិងប្រព័ន្ធប្រសាទទារកដែលរពឹសនឹងអាចសង្កេតបានតាំងពីនៅក្នុងកពេលដែលអាយុកច្រើនឡើងដោយឧស្សាហ៍ធាក់ពូកែចំកោងខ្លួនចូលចិត្តធ្វើចលនាជាដើមទី3បរិស្ថានជុំវិញនឹងការចិញ្ចឹមមើលថែក្មេងដែលមានថាមពលច្រើនតែងតែត្រូវការលេងអ្វីដែលជំរុញដល់ការអភិវឌ្ឍខួរក្បាលបើកូនធំធាត់មកក្នុងផ្ទះដែលជំរុញឲ្យរៀនសូត្រនិងមានសេរីភាពក្នុងការលេងក៏អាចមើលទៅដូចជារពឹសខ្លាំងដែរតែការពិតទៅព្រោះតែក្មេងចង់ដឹងចង់ស្គាល់តែប៉ុណ្ណោះហើយម្យ៉ាងទៀតក្មេងដែលមើលទៅរពឹសអាចព្រោះតែពួកគេមានការអភិវឌ្ឍដែលសមស្របជាមួយនឹងវ័យរបស់ពួកគេព្រមទាំងកំពុងរៀនសូត្រពីពិភពលោកមួយនេះផងដែរការលេងនិងការធ្វើចលនាជាអ្វីដែលសំខាន់ចំពោះការអភិវឌ្ឍរបស់ពួកគេដូច្នេះម៉ាក់ប៉ាអាចជំរុញកូនឲ្យប្រើប្រាស់ថាមពលបានយ៉ាងសមស្របដូចជាឲ្យកូនបានលេងយ៉ាងមានសេរីភាពនៅកន្លែងដែលសុវត្ថិភាពរៀបចំសកម្មភាពដែលស័ក្តិសមនឹងវ័យរបស់កូនដូចជារត់លេងកណ្ដាលវាឬសកម្មភាពសិល្បៈផ្សេងមានរាំនិងច្រៀងជាដើមមិនគួរបន្ទោសឬស្ដីឲ្យកូនបើសិនជាឃើញកូនរពឹសខ្លាំងគួរបង្រៀនឲ្យស្គាល់ពីរបៀបរបបវិន័យច្បាប់ទម្លាប់និងដែនកំណត់ដូច្នេះហើយអាហារដែលម៉ាក់ញ៉ាំចូលទៅពេលទម្ងន់ហ្នឹងគឺមិនបានជះឥទ្ធិពលទៅលើសកម្មភាពឬចរិតនិស្ស័យរបស់កូនឡើយតែវាជះឥទ្ធិពលទៅលើសុខភាពរាងកាយនិងខួរក្បាលរបស់កូនទៅវិញទេតែក៏មានអាហារខ្លះជួយឲ្យកូនមានអារម្មណ៍ល្អឆ្លាតនិងមានស្មារតីខ្ពស់ដូចជា Omega 3មាននៅក្នុងត្រីសាល់ម៉ុនសណ្តែកផ្សេងដែលជួយក្នុងការអភិវឌ្ឍខួរក្បាលនិងប្រព័ន្ធប្រសាទរបស់កូនវីតាមីន B និង Folic acidមាននៅក្នុងបន្លែបៃតងនិងស៊ុតដែលជួយក្នុងការកាត់បន្ថយភាព stress របស់ម៉ាក់ផ្ដល់ផលល្អដល់ការអភិវឌ្ឍរបស់កូនប្រូតេអ៊ីននិងកាល់ស្យូមមាននៅក្នុងទឹកដោះគោនិងសាច់ដែលជួយឲ្យកូនលូតលាស់និងរឹងមាំចំណែកឯក្តាមវិញចាត់ទុកថាជាគ្រឿងសមុទ្រដែលមានអាហារូបត្ថម្ភខ្ពស់បើសិនជាម៉ាក់ញ៉ាំនៅក្នុងបរិមាណដែលសមស្របនិងមានប្រយោជន៍ចំពោះម៉ាក់និងកូនក្នុងផ្ទៃដូចជាទី1ពោរពេញទៅដោយប្រូតេអ៊ីនជួយពង្រឹងរាងកាយកូនព្រោះក្តាមជាប្រភពប្រូតេអ៊ីនគុណភាពខ្ពស់ដែលចាំបាច់ក្នុងការលូតលាស់របស់សាច់ដុំជាលិកានិងកោសិកាខួរក្បាលរបស់ទារកទី2មាន Omega 3បំពេញខួរក្បាលនិងប្រព័ន្ធប្រសាទរបស់កូនព្រោះក្តាមមាន DHA និង EPA ដែលជួយពង្រឹងអភិវឌ្ឍខួរក្បាលខ្សែភ្នែកនិងប្រព័ន្ធប្រសាទរបស់ទារកជួយឲ្យកូនមានស្មារតីខ្ពស់និងការចងចាំល្អទី3វីតាមីន B12 បំពេញកោសិកាប្រសាទនិងគ្រាប់ឈាមក្រហមវីតាមីន B12 ក្នុងក្តាមជួយការពារពីភាពស្លេកស្លាំងរបស់ម៉ាក់និងជួយបង្កើតគ្រាប់ឈាមក្រហមឲ្យកូនផងដែរទី4ពោរពេញទៅដោយសារធាតុរ៉ែសំខាន់ដូចជាជាតិដែកដែលជួយការពារពីភាពស្លេកស្លាំងរបស់ម៉ាក់និងធ្វើឲ្យរាងកាយរឹងមាំសង្កសីជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់ម៉ាក់និងអភិវឌ្ឍកោសិការបស់កូនសេលេញ៉ូមមានសារធាតុប្រឆាំងអុកស៊ីតកម្មជួយកាត់បន្ថយការរលាកនិងពង្រឹងប្រព័ន្ធភាពស៊ាំទី5មានកាល់ស្យូមនិងផូស្វ័រពង្រឹងឆ្អឹងនិងធ្មេញដែលក្តាមជាប្រភពនៃកាល់ស្យូមនិងផូស្វ័រដែលជួយអភិវឌ្ឍឆ្អឹងនិងធ្មេញរបស់ទារកក្នុងកព្រមទាំងជួយការពារម៉ាក់ពីការពុកឆ្អឹងបានទៀតផងទី6អ៊ីយ៉ូតខ្ពស់ជួយអភិវឌ្ឍខួរក្បាលរបស់កូនអ៊ីយ៉ូតជាធាតុរ៉ែសំខាន់ដែលជួយអភិវឌ្ឍក្រពេញទីរ៉ូអ៊ីតរបស់ទារកនិងមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍខួរក្បាលទារកផងដែរចា៎បងប្អូនអ្វីត្បិតតែក្តាមមានសារៈប្រយោជន៍ចំពោះម្ដាយនិងកូនក៏ពិតមែនតែក៏ត្រូវញ៉ាំក្នុងបរិមាណមួយដែលសមស្របនិងប្រយ័ត្នប្រយែងដូចជាជ្រើសរើសក្តាមដែលស្រស់ល្អនិងមានអនាម័យ
គួរទទួលទានក្តាមដែលចំអិនឆ្អិន 100% ដើម្បីការពារពីការឆ្លងមេរោគនិងបាក់តេរីព្រមទាំងប៉ារ៉ាស៊ីតផងដែរជៀសវាងក្តាមឆៅនិងក្តាមត្រាំដែលអាចមានមេរោគនិងប៉ារ៉ាស៊ីតដែលជះឥទ្ធិពលមិនល្អដល់សុខភាពម្ដាយនិងកូនប្រយ័ត្នការប្រតិកម្មគ្រឿងសមុទ្របើម្ដាយប្រតិកម្មជាមួយគ្រឿងសមុទ្រមិនគួរញ៉ាំក្តាមឡើយព្រោះអាចជំរុញប្រតិកម្មនិងគ្រោះថ្នាក់ចំពោះកូនដូច្នេះជំនឿដែលថាម៉ាក់ញ៉ាំក្តាមពេលទម្ងន់កូនកើតមករពឹសគឺគ្មានភស្តុតាងវិទ្យាសាស្ត្រណាមួយអះអាងឡើយការរពឹសរបស់កូនមិនតាក់ទងជាមួយនឹងការញ៉ាំក្តាមរបស់ម៉ាក់ឡើយតែអាស្រ័យលើហ្សែនការអភិវឌ្ឍខួរក្បាលនិងបរិស្ថានជុំវិញខ្លួនរបស់កូនការញ៉ាំក្តាមគឺមានប្រយោជន៍ជួយពង្រឹងសាច់ដុំខួរក្បាលឆ្អឹងនិងប្រព័ន្ធភាពស៊ាំរបស់កូនទៅវិញទេបើម៉ាក់ដែលទម្ងន់ចូលចិត្តញ៉ាំក្តាមគឺអាចញ៉ាំបានតែត្រូវជ្រើសរើសតែក្តាមណាដែលស្រស់ល្អចម្អិនឆ្អិននិងមានអនាម័យតែប៉ុណ្ណោះហើយត្រូវញ៉ាំនៅក្នុងបរិមាណមួយដែលសមស្របនិងសុវត្ថិភាពដូច្នេះជំនួសឲ្យការដែលយើងមកបារម្ភថាញ៉ាំក្តាមហើយកូននឹងរពឹសយើងគួរមកបារម្ភថាញ៉ាំអាហារណាដែលជួយជំរុញការអភិវឌ្ឍខួរក្បាលរបស់កូនល្អជាងការជ្រើសរើសអាហារដែលមានប្រយោជន៍ចំពោះខួរក្បាលនិងសុខភាពរបស់កូនដើម្បីឲ្យកូនធំធាត់មកយ៉ាងរឹងមាំមានការអភិវឌ្ឍល្អនិងរៀនសូត្រពីពិភពលោកមួយនេះបានយ៉ាងពេញលេញចាស់បងប្អូនវិញធ្លាប់ឮជំនឿបែបនេះដែរអត់បើធ្លាប់កុំភ្លេចចែករំលែកតាមរយៈការ comment នៅខាងក្រោមវីដេអូនេះផងណាហើយបើសិនជាបងប្អូនឬម៉ាក់ប៉ាចូលចិត្តវីដេអូនេះសូមចែករំលែកវីដេអូនេះទៅកាន់មនុស្សជាទីស្រឡាញ់ឲ្យពួកគាត់បានឃើញផងជាចុងក្រោយកុំភ្លេចចុច follow ឬ subscribe ខ្ញុំផងដើម្បីទទួលបានចំណេះដឹងថ្មីៗទាក់ទងនឹងការចិញ្ចឹមមើលថែកូនសូមអរគុណជួបគ្នានៅវីដេអូក្រោយៗទៀត